Hello everyone, welcome to Daily English Conversations សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកការសន្ទនាជាភាសាអង់គ្លេសប្រចាំថ្ងៃ Okay, the first we gonna show about conversation at school ទីមួយយើងនឹងនិយាយអំពីការសន្ទនានៅឯសាលារៀន A ក៏និយាយថា Hi, how are you today? សួស្តីតើអ្នកសុខសប្បាយទេថ្ងៃនេះ B I'm good thanks just a little tired ខ្ញុំសុខសប្បាយជាធម្មតាទេអរគុណគ្រាន់តែហត់នឿយបន្តិច A same here did you finish the homework ខ្ញុំក៏ដូចគ្នាដែរអញ្ចឹង same here ហ្នឹងមានន័យថាខ្ញុំក៏ដូចគ្នាដែរតើអ្នកបានធ្វើកិច្ចការផ្ទះហើយឬនៅ B not yet នៅទេ I'll do it during lunch break ខ្ញុំនឹងធ្វើវាពេលសម្រាកញ៉ាំអាហារថ្ងៃត្រង់ Okay this the conversation at the cafe អញ្ចឹងនេះគឺជាការសន្ទនានៅឯហាងកាហ្វេអញ្ចឹងមានន័យថានៅពេលដែលយើងទៅហាងកាហ្វេតែយើងនឹងសួរគេបែបម៉េចឬក៏គេនឹងសួរមកយើងបែបម៉េចយើងនឹងទៅដឹងទាំងអស់គ្នា A what would you like to drink what would you like to drink តើអ្នកចង់ញ៉ាំភេសជ្ជៈអ្វីដែរអញ្ចឹងនៅពេលដែលយើងចូលទៅដល់ហាងកាហ្វេគេប្រកាសជាសួរថា what would you like to drink តើអ្នកចង់ញ៉ាំភេសជ្ជៈអ្វីដែរ B I'll have an iced coffee please ខ្ញុំចង់បានកាហ្វេទឹកកកមួយ Okay A would you like sugar or milk ជាចង់សួរយើងថាតើយើងចង់ដាក់ជាស្ករឬក៏ជាទឹកដោះគោ B just milk please ដាក់តែទឹកដោះគោបានហើយ thanks អរគុណ Okay this conversation will asking about time អញ្ចឹងនេះគឺជាការសន្ទនាដែលនឹងសួរអំពីម៉ោង A excuse me what time is it សូមអធិស្ឋានតើម៉ោងប៉ុន្មានហើយអញ្ចឹង what time is it នៅពេលដែលយើងចង់សួរម៉ោងគេថាម៉ោងប៉ុន្មានយើងសួរថា what time is it ឬក៏ what time is it now តើម៉ោងប៉ុន្មានហើយ B it's 3:30 it's 3:30 អញ្ចឹងគឺមានន័យថាវាម៉ោង3កន្លះហើយ half នេះមានន័យថាកន្លះណា past 3 3កន្លះ3លើសកន្លះម៉ោងមានន័យថាម៉ោង3កន្លះអូខេបន្តទៀតOh no I'm late for class អូទេខ្ញុំយឺតម៉ោងចូលរៀនហើយ B hurry maybe the teacher isn't there yet បញ្ញាប់ឡើងអញ្ចឹងប្រហែលជាគ្រូក៏មិនទាន់ទៅដល់នៅឡើយទេ Okay here the conversation at store ចឹងនេះគឺជាការសន្ទនានៅក្នុងហាងម្ដង A how much is this notebook How much is this notebook តើសៀវភៅសរសេរនេះតម្លៃប៉ុន្មានដែរចឹងពាក្យថា how much គឺយើងចង់សួរអំពីតម្លៃ notebook មានថាសៀវភៅសរសេរចឹង B ក៏ឆ្លើយថា it's $3 it's $3 វាមានតម្លៃ$3 A Okay I'll take 2 please Okay ចឹងខ្ញុំនឹងយក2ក្បាលអញ្ចឹង B sure That's be $6 total. Sure, that's be $6 total. ប្រកាសណាអញ្ចឹងសរុបទាំងអស់$6. This conversation on phone អញ្ចឹងនេះគឺមកដល់ការសន្ទនាតាមរយៈទូរស័ព្ទម្ដង Hey hello can I speak to David សួស្តីតើខ្ញុំអាចនិយាយជាមួយ David បានទេ B This is David who's calling ខ្ញុំ David កំពុងនិយាយតើអ្នកជាអ្នកណាគេ A Hi David it's Lisa Are you free to study later សួស្តី David ខ្ញុំគឺ Lisa តើអ្នកទំនេរចង់ទៅរៀនពេលបន្តិចទៀតអត់ពេលក្រោយអត់ពេលបន្តិចទៀតអត់ Sure let's meet at 4 p.m. in the library Sure
let's meet at 4 p.m. in the library ប្រកាសណាអញ្ចឹងជួបគ្នានៅម៉ោង 4 នៅឯបណ្ណាល័យ Okay, this conversation when we taking the bus អញ្ចឹងការសន្ទនានេះគឺនៅពេលដែលយើងជិះឡានក្រុង A Does this bus go to the city center? Does this bus go to the city center? តើឡានក្រុងនេះទៅកណ្ដាលទីក្រុងដែរទេ B Yes it does ចាឬក៏បាទពិតណាស់ You can get off at the fifth stop. You can get off at the fifth stop. អ្នកអាចចុះចតនៅចំណតទី 5 A Thanks. How much is the fare? How much is the fare? អរគុណតើតម្លៃសំបុត្រឡានក្រុងហ្នឹងអស់ប្រមាណដែរ B $2 តម្លៃ$2 Okay, this conversation will talk about studies ជាងការសន្ទនាបន្ទាប់នេះគឺនឹងនិយាយអំពីការសិក្សាម្ដងហើយយើងនឹងសន្ទនាបែបនេះខ្លះ A What's your favorite subject? What's your favorite subject? តើមុខវិជ្ជាណាដែលអ្នកចូលចិត្តជាងគេតើមុខវិជ្ជាណាដែលជាចំណង់ចំណូលចិត្តរបស់អ្នកចឹងណា B I like English the most ខ្ញុំចូលចិត្តភាសាអង់គ្លេសជាងគេ Okay, A Really? I prefer math. ពិតឬចឹង really មានន័យថាពិតឬ I prefer math. ខ្ញុំចូលចិត្តមុខវិជ្ជាគណិតជាង B That's great. We can help each other. អូល្អណាស់អញ្ចឹង That's great ណាល្អណាស់អញ្ចឹង We can help each other ពួកយើងអាចជួយគ្នាទៅវិញទៅមកបានOkay អញ្ចឹង conversation របស់យើងនៅថ្ងៃនេះគឺបានចប់ហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏មានអីសំណួរអីបន្ថែមបងប្អូនអាចសួរនៅក្រោម comment នឹងបានសូមកុំភ្លេចជួយ subscribe ទាំងអស់គ្នាផងខ្ញុំនឹងមានវីដេអូមេរៀនបន្ថែមទៀតចាសូមអរគុណ Goodbye everybody